អធិកអធមណា CEO រូបសង្ហាលោកអឹងស៊ីវឈុននិងព្រះអង្គម្ចាស់ស្ត្រីនរោត្តមពងសូរិយាបានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីនៅក្នុងព្រះបរមរាជវាំងបន្ទាប់ពីភ្ជាប់ពាក្យត្រឹមតែប្រមាណខែប៉ុណ្ណោះទីបំផុតលោកអឹងស៊ីវឈុននិងគូដណ្ដឹងជាបុត្រីក្នុងខ្សែស្រឡារាជវង្សគឺព្រះអង្គម្ចាស់ស្ត្រីនរោត្តមពងសូរិយាបានឈានដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ទៅតាមប្រពៃណីដែលកម្មវិធីនេះបានកំពុងប្រារព្ធនៅថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2025នៅក្នុងព្រះបរមរាជវាំងចតុមុខមង្គលកម្មវិធីមង្គលសិរីមហាប្រសានេះគឺធ្វើឡើងតាមបរិយាប្រវេណីក្នុងព្រះទីនាំងទេវីវិនិច្ឆ័យព្រះបរមរាជវាំងចតុមុខសិរីមង្គលក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃប្រជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះវររាជបិតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលគួររំលឹកឲ្យដឹងផងដែរថាលោកអឹងស៊ីវឈុនបានភ្ជាប់ពាក្យជាមួយព្រះអង្គម្ចាស់ស្ត្រីនរោត្តមពងសូរិយាកាលពីថ្ងៃទី1ខែឧសភាឆ្នាំ2025ក្រោយពេលមើលចិត្តថ្លើមគ្នាអស់ប្រមាណជាង6ឆ្នាំសូមបញ្ជាក់ជូនថាព្រះអង្គម្ចាស់ស្ត្រីនរោត្តមពងសូរិយាជាបុត្រីដ៏ឆ្នើមនៃសម្ដេចក្រមព្រះនរោត្តមចក្រពង្សព្រះបរមវង្សានុវង្សនៃប្រជាណាចក្រកម្ពុជាបាទសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ